ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបថ្មីមួយមុខហៅថាឆាបង្កងពងទាប្រៃតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងដាក់ឆ្នាំងដាំទឹកដើម្បីស្រុះបង្គាហើយនិងស្ងោរពងទាប្រៃរបស់យើងតបមកយើងក៏មានគ្រឿងមានគល់ស្ក្រៃស្លឹកក្រូចហើយនិងរំដេងដើម្បីដាក់ឲ្យបង្កងរបស់យើងមានរសជាតិឈ្ងុយឥឡូវនេះបង្កងហើយនិងពងទាប្រៃរបស់យើងគឺបានឆ្អិនហើយបងប្អូនឥឡូវយើងចាប់ផ្ដើមស្រង់ទុកមួយដុំសិនបន្តមកទៀតយើងដាក់ខ្ទះឲ្យក្តៅបន្ទាប់មកចាក់ខ្លាញ់ដើម្បីបំពងខ្ទឹមបន្ទាប់ពីខ្ទឹមយើងឡើងក្រហមល្មមហើយយើងចាប់ផ្ដើមដាក់ស្ករក្អមសម្រាប់ស្ករក្អមខ្ញុំដាក់កន្លះស្លាបព្រាបន្តមកទៀតគឺយើងដាក់ប្រេងខ្យង1ស្លាបព្រាមកយើងដាក់ម្ទេសចូលសម្រាប់ប៊ីចេងខ្ញុំដាក់1ចុងស្លាបព្រាបន្ទាប់ពីយើងច្របល់គ្រឿងឡើងសព្វល្អហើយយើងចាប់ផ្ដើមដាក់ពងទាប្រៃចូលសម្រាប់ពងទាប្រៃខ្ញុំដាក់តាលឿងៗទេបងប្អូនសសដាក់ទេបន្ទាប់មកយើងច្របល់វាឲ្យសព្វគ្រឿងល្អពីយើងលាយសព្វគ្រឿងល្អហើយយើងចាប់ផ្ដើមដាក់បង្កងយើងចូលបន្តមកទៀតយើងដាក់គល់ខ្ទឹមយើងចូលយើងថែមទឹកត្រីបន្តិច
លើនេះឆាបង្កងពងទាប្រៃរបស់យើងគឺបានរួចរាល់ហើយបងប្អូនអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ